ngày nay cứ dương mà configure PPE client nó là router icon giống dương ai cho một cái nên vừa cài máu đầm bởi dương ai check mới thay dương ban từ tool IP ban ấy nữa giống như ở đây ai download upacorn này ở đây cho từ can laptop này ở đây hai dân từ một lần dương ai chơi cả configure bán rồi cô này ở đây connect tam file của bạn đấy chẳng hạnนี้คือ IP របស់យើង 1.1 ចឹងយើងអាចបើក Google Chrome មកហើយយើងអាសាញ IP ហ្នឹង IP ហ្នឹងចូលមកនេះគឺ router icon របស់យើងហើយវីដេអូមុនគឺយើងបានធ្វើ DHCP client ហើយអីចឹងវីដេអូនេះគឺយើងមកកែប្រែ setting តែ WAN interface មួយទេយើងវាយ management password យើងចូលមកហើយចូលម្ដងផ្ទាំងនេះគឺវាមានជាប់ស្រាប់នេះមាន IP មានអីវាដាក់ DHCP គឺ tab របស់យើងគឺ DHCP អញ្ចឹងថ្ងៃនេះគឺយើងមកធ្វើ PE client អញ្ចឹងយើងគ្រាន់តែចុចចូល WAN port មកហើយយើងកែមកនេះដាក់ PE មកគឺចប់ហើយយើងវាយ account របស់យើងចូលមកកន្លែងនេះគឺខ្ញុំមានឧទាហរណ៍មួយថាខ្ញុំបាន IP មកនេះបាន account មកប៉ុណ្នេះអញ្ចឹងខ្ញុំ copy account របស់ខ្ញុំចូលមកហើយយើង paste ចូលមកហើយយើងវាយ password របស់ username account យើងចូលមកនេះគឺ password ដែលយើងបាន note នៅក្នុង note យើងមិញហ្នឹងអញ្ចឹងយើងវាយទៅប៉ុណ្្នឹងមកយើង click save ហើយយើងចាំមានតិចសិន operation successful អញ្ចឹងយើងបានទទួល IP បាន subnet mask បានអីមកឯ gateway អីនេះគឺមកមួយ set ជាមួយគ្នាអញ្ចឹងរបស់យើងគឺមានតែប៉ុណ្្នឹងទេទាក់ទងជាមួយនឹងការ configure PE អញ្ចឹងយើងអាចធ្វើការ access ទៅកាន់ internet access ទៅអីបានដូចគ្នាឥឡូវយើងបើក test speed bandwidth របស់យើងមួយមកគេយើងអាចធ្វើការ refresh មួយ router icon របស់យើងដើរយ៉ាងស្មើគេឥឡូវខ្ញុំសុំដូរ account តិចសិនមើលទៅអត់ដើរទេ account មានបញ្ហាមើលទៅគេយើង click save ម្ដងទៀតបន្ទាប់ពី save ហើយចាំមើលវាបាន IP អត់គេឥឡូវគឺយើងបាន IP ហើយជាប់ជាមួយ gateway មិញ IP របស់យើងគឺដូចគ្នាអញ្ចឹងណាអញ្ចឹងឥឡូវនេះហើយយើង assign IP ខុស assign gateway ខុសស្អាតវាចាប់ IP ជាមួយនឹង gateway ដូចគ្នាអូខេយើង click test speed bandwidth យើងមកហើយ basic setting ផ្សេងទៀតអ្នកនរអាចទៅមើលវីដេអូមុនទៅគេឥឡូវមើលទៅយ៉ាង stack ដែរអញ្ចឹងយើងអាចចូលកាន់ YouTube យើងឡើងទៅកាន់ YouTube ឡើងអីបានអត់គេ YouTube យើង access បានធម្មតាទេអូខេអញ្ចឹងយើងអាច test bandwidth នៅលើនេះក៏បានដែរតែឥឡូវវាដើរតែវាដើរយ៉ាង slow អញ្ចឹងយើងអាច test bandwidth នៅលើនេះផ្ទាល់ក៏បានដែរចូលមកកាន់ service speed test ហើយយើងខ្វែងចោលសិនទៅយើងរើសអានេះមានតែមក port ទេអញ្ចឹងរើស interface តែមួយហ្នឹងមកបានចុចមកវា auto ទាំងអស់គេឥឡូវគឺនៅលើនេះក៏មើលទៅយ៉ាង stack ដែរហើយ router icon នេះក៏វាស្រួលដែរយើងអាចធ្វើការ control AP control អីនៅលើនេះបានដូចគ្នាគេឥឡូវគឺយើងបាន 50A ជាងតិចតួចដែរគេអញ្ចឹងអ្នកនរអាចធ្វើការមើល basic setting កែម៉ោងកែអីកែឈ្មោះឲ្យ router របស់យើងឲ្យហើយមកក៏បានដែរហើយឥឡូវគឺខ្ញុំនឹង connect Wi-Fi ម្ដងសារសប្តាហ៍មុនគឺយើងអត់បានធ្វើទេអញ្ចឹងអានេះគឺខ្ញុំអត់ disable network card ខ្ញុំចេញហើយនឹងធ្វើការ connect តាមរយៈ Wi-Fi វិញរបស់យើងគឺ LS មាន2ឈ្មោះអញ្ចឹងយើងប្រើតែ 2.4G បានទេគេឥឡូវយើង connect បានហើយ ping ទៅកាន់ internet អូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាទៅលើការ configure static IP ម្ដង